ដំណើរផ្សងខ្យាត្រេនស្រូបជាមួយនឹងខ្ទិះដូងដល់ឈ្ងុយឆ្ងាញ់ចាគ្រាន់តែមើលក៏ដឹងតែឆ្ងាញ់ណាស់ចាគឺនិយាយទៅវាចាប់ជាតិហ្មងបងប្អូនចារីហើយក៏ដួសជូនអ្នកម្ដាយជាទីស្រឡាញ់គឺល្អគ្រៀនបើតំណផ្សងខ្យាត្រេនមួយថ្ងៃតែមិនធ្វើឲ្យចាប្រាប់ថាបាច់ធ្វើទេគ្រាន់តែទិញគេញ៉ាំតែបន្តិចនឹងប្រឡាន់ហើយគាត់អត់ទេចង់ញ៉ាំស្នាដៃកូនចឹងក៏ធ្វើឲ្យគាត់ញ៉ាំចឹងណាបងប្អូនចាហើយវិធីធ្វើក៏ងាយៗបងប្អូនមើលតែតាមហ្នឹងទៅចាគឺនិយាយទៅបាយតំណើបសង្សារត្រេននេះមានរបៀបធ្វើខុសៗគ្នាច្រើនតែខ្ញុំធ្វើតាមរបៀបខ្ញុំចឹងណាមិនដឹងថាត្រូវខុសអីទេបងប្អូនប៉ុន្តែរសជាតិអាចទទួលយកបានចឹងណាហើយក៏ខ្ញុំមានលាយពងមាន់3គ្រាប់ដែរដើម្បីឲ្យវាមានឈ្ងុយជាតិពងមាន់ចឹងណាចាអញ្ចឹងខ្ញុំដាក់លាយចូលគ្នាទាំងអស់សិនកូននៅកែវសិនចឹងដល់ខ្ញុំយកលើកវាទៅដាក់លើភ្លើងអញ្ចឹងខ្ញុំដាក់ទឹកដោះគោជាមួយនឹងខ្ទិះដូងស្ករសចាហើយនឹងត្រេនចាអញ្ចឹងត្រេននេះខ្ញុំដាក់តែមកដុំទេដោយសារដាក់ច្រើនពេកខ្លាចវាត្រឡាន់អញ្ចឹងណាចាអញ្ចឹងយើងកូរវាឲ្យសព្វហើយសិនទៅចាំលើកនេះយកទៅដាក់លើភ្លើងចាពេលដាក់លើភ្លើងហ្នឹងបងប្អូនបើភ្លើងតិចបានហើយនេះបាយតំណាខ្ញុំដាំហ្នឹងខ្ញុំលាយទឹកខ្ទិះដូងហើយដាក់ស្លឹកតើយតិចមានឆ្ងាញ់អញ្ចឹងណាចាហើយលាយម្សៅឆាបន្តិចសម្រាប់សង្ខ្យាយើងដើម្បីមានជាតិខាប់ចាតំណងឲ្យបងប្អូនចារសជាតិវាគឺឆ្ងាញ់មែនតើមិនផ្អែមពេកហើយក៏មិនសាបពេកតែល្មមញ៉ាំកុំឲ្យទ្រាំអញ្ចឹងណាចាអញ្ចឹងរួចរាល់ហើយបងប្អូនចាបាយតំណមួយឆ្នាំងសង្ខ្យាមួយឆ្នាំងហើយនឹងខ្ទិះដូងមួយឆ្នាំងដែរចាអូនមានឆោមប្រឡងចិត្តបងលួចស្នេហ៍លួនល្អងមកមងចង់ស្និទ្ធកាយាធ្វើដេកនឹងបានបើខ្ពស់